សូមជួយចុច Subscribe និងរូបសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណ Channel YouTube និទានកំសាន្តសូមជូនរឿងអ្នកនេសាទជួបខ្មោចទឹកនៅតាមបណ្ដោយទន្លេដ៏ធំល្វឹងល្វើយមានភូមិតូចមួយដែលមានផ្ទះនីមួយៗសង់ខ្ពស់ផុតពីទឹកមានប្រពន្ធម្នាក់ឈ្មោះសោភ័ណ្ឌនាងជាស្ត្រីមេផ្ទះដ៏រៀបរយនិងស្លូតបូតបំផុតរាល់ព្រឹកព្រលឹមមុនពេលពូសៅចុះទូកទៅរកត្រីសោភ័ណ្ឌតែងតែក្រោកដាំបាយខ្ចប់ឲ្យប្តីនិងរៀបចំទឹកផ្ទះស្លឹកតូចរបស់ពួកគេសង់នៅកៀននិងមាត់ច្រាំងដែលអាចស្ដាប់ឮសូរសំឡេងទឹកបោកច្រាំងជារៀងរាល់យប់សៅរ៍តែងតែនិយាយប្រាប់ប្រពន្ធថាបងស្រឡាញ់ទន្លេនេះណាស់វាជាអ្នកចិញ្ចឹមជីវិតយើងតែអូនត្រូវចាំថាទឹកវាមិនដែលហូរត្រឡប់ក្រោយទេដូចនេះយើងត្រូវចេះស្រឡាញ់គ្នានៅពេលមានជីវិតរាល់ពេលល្ងាចបន្ទាប់ពីត្រឡប់មកពីរកត្រីវិញសៅតែងតែយកត្រីដែលរកបានមកឲ្យប្រពន្ធធ្វើម្ហូបនិងយកទៅលក់នៅឯផ្សារពេលយប់ឡើងប្តីប្រពន្ធទាំងពីរអង្គុយមើលព្រះច័ន្ទនៅក្បែរមាត់ទឹកនិយាយគ្នាលេងយ៉ាងមានក្តីសុខដោយមិនដឹងទាល់តែសោះថាគ្រោះភ័យដ៏ធំមួយកំពុងតែរង់ចាំពួកគេនៅក្រោមផ្ទៃទឹកដ៏ត្រជាក់ស្រេបនោះឡើយមេឃខ្មៅងងឹតព្រះច័ន្ទរះមិនសូវច្បាស់ទេយប់នោះព្រោះមានពពកខ្មៅបាំងសៅរ៍សម្រេចចិត្តចុះទូកទៅរកត្រីតែម្នាក់ឯងព្រោះចង់រកត្រីធំយកមកលក់ដើម្បីទិញខោអាវថ្មីឲ្យប្រពន្ធពេលផ្សៅអុំទៅដល់ពាក់កណ្ដាលទន្លេកន្លែងដែលគាត់ធ្លាប់តែរកត្រីបានស្រាប់តែខ្យល់បក់មកត្រជាក់ស្រេបដល់ឆ្អឹងខ្នងផ្ទៃទឹកដែលធ្លាប់តែមានរលកតិចស្រាប់តែស្ងប់ឈឹងដូចទឹកក្នុងអាងប៉ុន្តែមានពពុះទឹកតូចអណ្ដែតឡើងមកពីខាងក្រោមសៅកំពុងតែរៀបបង់សំណាញ់ស្រាប់តែឮសំឡេងខ្សឹបតាមខ្យល់គាត់ងាកឆ្វេងងាកស្ដាំតែមិនឃើញអីសោះក្រៅពីភាពងងឹតនិងព្រៃត្រែងមាត់ទឹកគាត់គិតក្នុងចិត្តថាយីតើសំឡេងអ្នកណាគេនឹងប្រហែលជាសូរខ្យល់បក់ទេដឹងខ្ញុំប្រហែលជាគិតច្រើនពេកហើយពេលគាត់បង់សំណាញ់ចុះស្រាប់តែមានអារម្មណ៍ថាដូចមានអ្វីម្យ៉ាងទាញសំណាញ់នោះយ៉ាងខ្លាំងសៅសប្បាយចិត្តស្មានថាបានត្រីធំក៏ខំប្រឹងទាញឡើងពេលទាញសំណាញ់ជិតដល់មាត់ទូកគាត់មិនឃើញត្រីទេប៉ុន្តែបែរជាឃើញសក់ខ្មៅវែងអន្លាយរុំជាប់នឹងសំណាញ់ទៅវិញភ្លាមនោះក្បាលខ្មោចទឹកមួយដែលមានមុខមាត់រលួយរាងកាយស្លេកស្លាំងបានងើបចេញពីទឹកសន្សឹមភ្នែកវាឡើងក្រហមសម្លឹងមកពូសៅរួចនិយាយដោយសំឡេងស្អកថាមកលេងជាមួយអញមកខាងក្រោមសប្បាយណាស់មានវត្ថុជាច្រើនដែលមានតម្លៃសៅភ័យខ្លាំងណាស់គាត់ព្យាយាមដកកាំបិតកាត់សំណាញ់ចោលតែដៃរបស់ខ្មោចទឹកនោះលូនមកចាប់កជើងផ្សៅជាប់រួចទាញគាត់ធ្លាក់ចូលទៅក្នុងទឹកខណៈពេលដែលដៃដ៏ត្រជាក់ស្រេបនិងរអិលដូចស្រកាពស់របស់ខ្មោចទឹកទាញផ្សៅឲ្យទៅក្នុងទឹកជ្រៅផ្សៅបានត្រឹមតែស្រែកផ្អើលពេញផ្ទៃទឹកជួយផងមានអ្នកណាជីទូកនៅក្បែរនេះទេជួយខ្ញុំផងខ្លួនផ្សៅពាក់កណ្ដាលបានធ្លាក់ទៅក្នុងទឹកទៅហើយភ្នែកដ៏ក្រហមរបស់ខ្មោចទឹក
បានសម្លឹងមកគាត់ហាក់ដូចជាបានចំណីឆ្ងាញ់កម្លាំងរបស់វាមហិមាណាស់ពូសៅខំប្រឹងតោងមាត់ទូកឡើងញ័រដៃញ័រជើងរំពេចនោះស្រាប់តែមានពន្លឺភ្លើងចង្កៀងប្រេងកាតមួយបានបំលឺចេញពីក្បែរព្រៃត្រែងសំឡេងក្រហែមយ៉ាងខ្លាំងមួយបានបន្លឺឡើងឈប់ភ្លាមកុំមកយាយីមនុស្សស្លូតត្រង់នៅទីនេះនោះគឺជាសំឡេងលោកតាទូជាអ្នកនេសាទចំណាស់ម្នាក់ដែលអ្នកភូមិគ្រប់គ្នាស្គាល់ថាជាមនុស្សចម្លែកចូលចិត្តដើររកត្រីតែម្នាក់ឯងយប់ជ្រៅលោកតាទូបានគប់ខ្សែចំណងសុលមួយទៅលើខ្មោចទឹកនោះគ្រាន់តែខ្សែសុលប៉ះនឹងដៃខ្មោចទឹកស្រាប់តែមានផ្សែងហុយឡើងដូចត្រូវទឹកក្តៅខ្មោចទឹកនោះស្រែកឈឺចាប់យ៉ាងខ្លាំងអូយក្តៅណាស់អូយក្តៅណាស់រួចក៏លែងដៃពីជើងពូសៅហើយលិចបាត់ទៅក្នុងទឹកយ៉ាងលឿនលោកតាទូបានអុំទូកមកក្បែររួចជួយទាញសៅឡើងមកលើទូកវិញសៅដកដង្ហើមញាប់ស្ទើរមិនដល់គ្នាខ្លួនប្រាណញ័រទ្រទ្រើកលោកតាទូសម្លឹងមើលសៅរួចនិយាយទាំងទឹកមុខមាំថាសៅអើយយប់នេះឯងសំណាងហើយដែលជួបយើងខ្មោចទឹកនេះវាមិនមែនធម្មតាទេវាមានគំនុំជាមួយអ្នកភូមិយើងយូរហើយសៅអង្គុយលើទូកលោកតាទូទាំងខ្លួនទត់ទឹកជោកគាត់លើកដៃសំពះអរគុណលោកតាដែលជួយជីវិតរួចក៏ដាច់ចិត្តសួរទាំងសំឡេងញ័រថាលោកតាតើវាជាស្អីឲ្យប្រាកដហេតុអីវាមកតាមយាយីខ្ញុំបែបនេះតើវានៅទីនេះយូរហើយមែនទេលោកតាទូដកដង្ហើមធំរួចទាញថ្នាំជក់មកមូបំភ្លឺភ្លើងតិចតិចបង្ហាញឲ្យឃើញទឹកមុខជ្រឺជ្រួញដែលពោពេញដោយអាចកំបាំងលោកតាចាប់ផ្ដើមរៀបរាប់ថាកាលពីឆ្នាំមុនខ្មោចទឹកនោះគឺជាមនុស្សប្រុសម្នាក់ឈ្មោះនាយខ្ចៅនាយខ្ចៅគឺជាអ្នកនេសាទក្រីក្រម្នាក់ដែលស្រឡាញ់កូនក្រមុំមេភូមិយ៉ាងខ្លាំងដោយសារតែភាពក្រីក្រឪពុកម្ដាយខាងស្រីបង្ខំឲ្យនាងរៀបការជាមួយអ្នកមានទ្រព្យម្នាក់ទៀតយប់មុនថ្ងៃកាលនាយខ្ចៅខូចចិត្តខ្លាំងក៏ផឹកស្រាស្រវឹងរួចអុំទូកចេញមកកណ្ដាលទន្លេទាំងយប់ដែលមានព្យុះខ្លាំងទូករបស់នាយខ្ចៅត្រូវព្យុះបោកបក់ទូកក៏លិចចូលទៅក្នុងទឹកបាត់ទៅហើយសាកសពរបស់នាយខ្ចៅរកមិនឃើញឡើយព្រោះត្រូវទឹកហូរនាំទៅបាត់ដោយសារតែស្លាប់ទាំងចិត្តនៅមានគំនុំនឹងការឈឺចាប់ព្រលឹងរបស់នាយខ្ចៅមិនទៅចាប់ជាតិឡើយតែប្រែជាខ្មោចទឹកដែលចាំអូសអ្នកនេសាទណាដែលមានសំណាងជាងខ្លួនឬអ្នកណាដែលហ៊ានអុំទូកមកក្បែរតំបន់គេលោកតាទូសម្លឹងមើលទៅផ្ទៃទឹកងងឹតរួចនិយាយខ្សឹបខ្សឹបថាខ្ចៅវាមិនឈប់ត្រឹមនឹងទេសៅអើយវាចង់រកអ្នកមកជំនួសកន្លែងវាយប់មិញវាស្មានថាឯងនឹងក្លាយជាចំណីរបស់វាទៅហើយវាស្អប់បំផុតគឺឃើញគ្រួសារណាដែលមានសេចក្តីសុខព្រោះវាស្លាប់ទៅទាំងខូចចិត្តម្នាក់ឯងសៅស្ដាប់ហើយស្រាប់តែនឹកឃើញដល់ប្រពន្ធនៅឯផ្ទះគាត់ភ័យខ្លាចថាបើខ្មោចទឹកនោះដឹងថាគាត់មានប្រពន្ធល្អនឹងរស់នៅមានក្តីសុខវាមុខជាមិនព្រមលើកលែងឲ្យគ្រួសារគាត់ឡើយលោកតាទូលូកដៃចូលទៅក្នុងថង់យាមចាស់
របស់គាត់ដែលស្ពាយនៅលើស្មារួចដកយកប្រអប់ឈើតូចមួយរុំដោយក្រណាត់ក្រហមគាត់បើកវាសន្សំបង្ហាញឲ្យឃើញនោះគឺជាធ្មេញជ្រូកព្រៃតាន់មួយដែលឆ្លាក់អក្សរយ័ន្តបុរាណជុំវិញលោកតាបានហុចវត្ថុនោះឲ្យទៅសៅរួចនិយាយទាំងទឹកមុខមាំថា សៅអើយនេះជាធ្មេញជ្រូកព្រៃតាន់ដែលបានបញ្ចុះសិលយ៉ាងស័ក្តិសិទ្ធិវាមិនត្រឹមតែការពារបិសាចអមនុស្សបានទេតែវាជួយការពារឯងពីគ្រោះថ្នាក់ក្នុងទឹកទៀតផងចូលឯងយកវាចងនៅនឹងករបស់ឯងកុំឲ្យរបូតឲ្យសោះប៉ុន្តែលោកតាទូបានបន្ថែមពាក្យប្រមានមួយដែលធ្វើឲ្យសៅព្រឺសំបុលថា ពេលពាក់របស់នេះហាមដាច់ខាតមិនឲ្យជេរប្រមាថអ្នកណាឡើយឬជេរប្រមាថអ្នកស្លាប់នៅក្នុងទឹកឡើយបំរាមទី2បើឮសំឡេងហៅឈ្មោះពីកណ្ដាលទន្លេនៅពេលយប់ហាមឆ្លើយតបដាច់ខាតទោះជាសំឡេងនោះដូចជាសំឡេងប្រពន្ធឯងក៏ដោយខណៈពេលដែលសៅទទួលយកធ្មេញជ្រូកព្រៃមកកាន់ក្នុងដៃស្រាប់តែមានរលកទឹកធំបោកបក់មកលើទូកយ៉ាងខ្លាំងហាក់ដូចជាមានអ្វីម្យ៉ាងមិនសុខចិត្តនឹងការប្រគល់របស់នេះសំឡេងសើចក្អាស់ក្អាយរបស់អាខ្ចៅបន្លឺឡើងពីក្រោមបាតទូកឯងការពារខ្លួនបានតែឯងការពារប្រពន្ធឯងមិនបានទេសៅឮអញ្ចឹងភ័យស្លន់ស្លោនឹកដល់សោភ័ណ្ឌជាប្រពន្ធភ្លាមគាត់ប្រញាប់លាលោកតាទូរួចអុំទូកត្រឡប់ទៅផ្ទះវិញទាំងយប់អាធ្រាត្រពេលទៅដល់មាត់ច្រាំងគាត់ឃើញភ្លើងចង្កៀងនៅផ្ទះនៅភ្លឺនៅឡើយតែទ្វារផ្ទះបែរជាចំហរំពេចនោះសៅស្ទុះរត់ឡើងលើផ្ទះទាំងដង្ហើមញាប់ខ្សឹបខ្សួលក្នុងផ្ទះស្ងាត់ជ្រងំមានតែខ្យល់បក់ទ្វារបោកទង្គិចជញ្ជាំងផាំងគាត់ក្រឡេកឃើញសោភ័ណ្ឌជាប្រពន្ធកំពុងឈរថ្មឹងនៅមាត់បង្អួចដែលបែរមុខទៅរកទន្លេខ្លួននាងញ័រទ្រទ្រើកសៅស្ទុះទៅជិតសោភ័ណ្ឌហើយនិយាយថាសោភ័ណ្ឌអូនកាត់អីហ្នឹងពេលសោភ័ណ្ឌងាកមកភ្នែកនាងឡើងក្រហមមុខមាត់ឡើងខៀវស្លេកនាងសើចសំឡេងស្អកដូចជាមនុស្សប្រុសអើសៅឯងការពារខ្លួនឯងបានតែស្រីម្នាក់នេះត្រូវទៅនៅបាតទន្លេជាមួយអញហើយនិយាយមិនទាន់ផុតពីមាត់ផងសោភ័ណ្ឌក៏ស្ទុះលោតចេញពីបង្អួចចុះទៅក្នុងទឹកបាត់សៅមិនបងអង់យូរគាត់ដឹងច្បាស់ថាអាខ្ចៅខ្មោចទឹកកំពុងនាំប្រពន្ធគាត់ទៅហើយគាត់ចាប់កាន់ធ្មេញជ្រូកព្រៃតាន់នៅនឹងដៃយ៉ាងណែនរួចលោតចុះទៅក្នុងទឹកទន្លេដ៏ត្រជាក់ស្រេបភ្លាមកម្លាំងមហិមានៅក្រោមទឹកសៅឃើញខ្មោចទឹកអាខ្ចៅកំពុងប្រើសក់វែងអន្លាយរបស់វារុំព័ទ្ធខ្លួនសោភ័ណ្ឌទាញចុះទៅបាតទន្លេសៅហែលសំដៅទៅទាំងកំហឹងអនុភាពវត្ថុស័ក្តិសិទ្ធិពេលសៅទៅជិតដល់អាខ្ចៅលូកដៃមកចង់ច្របាច់កផ្សៅតែភ្លាមនោះធ្មេញជ្រូកព្រៃតាន់ដែលសៅកាន់ក៏បញ្ចេញពណ៌ពន្លឺមាសយ៉ាងឆ្អិនឆ្អៅបំភ្លឺក្រោមទឹកគ្រាន់តែពន្លឺនោះប៉ះនឹងអាខ្ចៅភ្លាមវាស្រែកចាចឮសូរងែវក្នុងទឹកខ្លួនប្រាណរបស់វាខ្លោចដូចភ្លើងឆេះសៅប្រើកម្លាំងចុងក្រោយចាប់វត្ថុស័ក្តិសិទ្ធិនោះ
ដាក់ទៅលើដៃអាខ្ចៅដែលចាប់ប្រពន្ធគាត់រំពេចនោះផ្សែងខ្មៅហុយចេញពីខ្លួនខ្មោចទឹកយ៉ាងសន្ធោសន្ធៅវាដកថយទាំងឈឺចាប់រួចរលាយបាត់ទៅក្នុងភាពងងឹតនៃបាតទន្លេសៅក៏ប្រញាប់អោបប្រពន្ធដែលសន្លប់បាត់ស្មារតីហែលងើបមកលើផ្ទៃទឹកវិញសៅទាញសោភ័ណ្ឌឡើងមកលើច្រាំងគាត់យំផងអផងអោបប្រពន្ធយ៉ាងណែនមួយសន្ទុះក្រោយមកសោភ័ណ្ឌក៏ដឹងខ្លួនរួចសួរទាំងងឿងឆ្ងល់ថាបងមានរឿងអ្វីកើតឡើងហ្នឹងសៅសម្លឹងមើលទៅផ្ទៃទឹកដែលត្រឡប់មកស្ងប់ស្ងាត់វិញរួចក្តាប់ធ្មេញជ្រូកព្រៃក្នុងដៃហើយនិយាយថាមិនអីទេអូនបងនៅទីនេះហើយគ្មានអ្នកណាធ្វើបាបអូនបានឡើយអាវុធដែលខ្លាំងបំផុតមិនមែនមានតែសល់មុនទេគឺបេះដូងដែលហ៊ានលះបង់ជីវិតដើម្បីមនុស្សដែលខ្លួនស្រឡាញ់ខណៈពេលដែលផ្សៅកំពុងអោបលួងលោមសោភ័ណ្ឌនៅមាត់ច្រាំងស្រាប់តែឮសូរសម្រាប់ជើងដើរយឺតមកពីក្រោយគឺលោកតាទូក្នុងដៃមានកាន់ផ្តិលទឹកមុននិងមេឃផ្កាស្លាលោកតាដើរមកជិតរួចមានប្រសាសន៍ដោយទឹកមុខមេត្តាថាសៅអើយឯងស៊ូបានល្អណាស់តែវិញ្ញាណអាខ្ចៅវានៅមានកន្ទុយគំនុំបើមិនធ្វើពិធីកាត់ផ្ដាច់ទេវានឹងនៅវិលក្បែរផ្ទះឯងមិនខានលោកតាទូឲ្យសៅនិងសោភ័ណ្ឌអង្គុយសំពះបែរមុខទៅរកទន្លេលោកតាចាប់ផ្ដើមសូត្រមន្តអាគមគាថាជាភាសាបាលីយ៉ាងក្រលួចបន្លឺឡើងចំកណ្ដាលភាពស្ងប់ស្ងាត់នៃរាត្រីរាល់ពាក្យសូត្ររបស់លោកតាហាក់ដូចជាមានថាមពលម្យ៉ាងធ្វើឲ្យខ្យល់ដែលធ្លាប់តែត្រជាក់ស្រេបបែរមកជាកក់ក្ដៅវិញលោកតាទូបានយកទឹកមន្តប្រោះព្រំទៅលើផ្ទៃទឹករួចពោលពាក្យថាខ្ចៅអើយខ្ចៅកម្មពៀគួររងាប់ដោយការមិនចងពៀគេមានគូគេមានវាសនាជារបស់គេឯងទៅតាមផ្លូវឯងចុះកុំវិលក្នុងវដ្តសង្សារដែលពោពេញដោយការឈឺចាប់នេះទៀតអីភ្លាមនោះសៅឃើញស្រមោលខ្មៅមួយអណ្ដែតចេញពីទឹកសន្សឹមរួចក៏រលាយคล้ายជាពន្លឺតូចហោះបាត់ទៅក្នុងអាកាសលោកតាទូបានយកខ្សែអំបោះក្រហមមកចងដៃឲ្យសៅនិងសោភ័ណ្ឌដើម្បីបញ្ជៀសឧបទ្រពចង្រៃលោកតាបានផ្ដាំថាចាប់ពីថ្ងៃនេះទៅចូលឯងទាំងពីររស់នៅដោយសេចក្តីល្អនិងឧស្សាហ៍ធ្វើបុណ្យទានសេចក្តីល្អនេះហើយជាខែលការពារវិញ្ញាណអាក្រក់បានល្អបំផុតព្រះអាទិត្យចាប់ផ្ដើមរះឡើងនៅជើងមេឃបញ្ចេញពន្លឺពណ៌មាសចាំងលើផ្ទៃទន្លេដ៏ស្រស់បំព្រងសៅនិងសោភ័ណ្ឌបានរស់នៅជាមួយគ្នាយ៉ាងមានក្តីសុខជារៀងរហូតមកដោយមិនដែលមានរឿងរ៉ាវព្រឺព្រួចអីកើតឡើងទៀតឡើយចំណែកឯលោកតាទូក៏នៅតែជាអ្នកនេសាទអាចកំបាំងដែលចាំយាមល្បាតផ្ទៃទឹកការពារអ្នកភូមិពីគ្រោះភ័យដែលមើលមិនឃើញពន្លឺនៃថ្ងៃថ្មីតែងតែមកដល់បន្ទាប់ពីយប់ដ៏ងងឹតបំផុតជានិច្ចលោកអ្នកទស្សនាជាទីរាប់អានរឿងប្រឌិតបែបជំនឿមានចំណងជើងរឿងអ្នកនេសាទជួបខ្មោចទឹកសន្មតថាចប់ដោយបរិបូរណ៍ត្រឹមតែប៉ុណ្ណេះរឿងនិទានបែបជំនឿគឺសរសេរឡើងតាមផ្នត់គំនិតនិងការជឿរបស់មនុស្សដែលមានជំនឿមិនកំណត់ថាពិតឬមិនពិតនោះទេ
Channel YouTube និទានកំសាន្តដែលផលិតរឿងនិទានជាភាសាខ្មែរជាពិសេសគឺរឿងខ្មោចនិងរឿងអប់រំសូមជូនពរលោកឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ក្រុមគ្រួសារមានដំណើរកំសាន្តទៅទីជិតទីឆ្ងាយសូមឲ្យជួបតែសុវត្ថិភាពសូមអរគុណនិងសូមជម្រាបលា